វិធីចំនួន5ដែលអាចជួយអ្នកឲ្យចងចាំមេរៀនបានល្អជាងមុនតើអ្នកធ្លាប់ឆាប់ភ្លេចខ្លឹមសារមេរៀនឬចំណេះដឹងផ្សេងៗបន្ទាប់ពីអ្នកបានសិក្សារួចដែរឬទេនេះគឺជាបញ្ហាមួយដែលកើតឡើងលើមនុស្សមួយចំនួនប្រសិនបើពួកគេមិនបានអនុវត្តតាមវិធីសាស្ត្រផ្សេងៗដែលអាចឲ្យពួកគេចងចាំនៅអ្វីដែលពួកគេបានរៀនសូត្រទាំងក្នុងសាលាទាំងក្នុងជីវភាពប្រចាំថ្ងៃរួចមកមូលហេតុសាមញ្ញដែលធ្វើឲ្យភ្លេចគឺបណ្ដាលមកពីការមិនបានរំលឹកឡើងវិញនៅអ្វីដែលបានរៀនស្ដាប់ឬមើលរួចកាលណាអ្នកមិនបានរំលឹកនៅចំណេះដឹងទាំងនោះការចងចាំនឹងសាបរលាបម្ដងបន្តិចដូច្នេះការរំលឹកពិតជាមានសារៈសំខាន់ណាស់ព្រោះអាចឲ្យចំណេះដឹងរបស់អ្នកត្រូវបានចងចាំក្នុងរយៈពេលវែងដោយមិនចាំបាច់ចំណាយពេលច្រើនក្នុងការសិក្សាឡើងវិញពីអ្វីដែលបានសិក្សារួចនោះទេជាក់ស្ដែងដើម្បីឲ្យអ្នកចងចាំនៅចំណេះដឹងសម្រាប់យកទៅប្រើប្រាស់បន្តអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោមរួមមាន1រំលឹកភ្លាមបន្ទាប់ពីសិក្សារួចអ្នកគួរតែចំណាយពេលខ្លះនៅក្នុងការរំលឹកមេរៀនឡើងវិញភ្លាមក្រោយពេលអ្នកបានសិក្សារួចព្រោះការចងចាំរបស់អ្នកនឹងមិនមានរយៈពេលយូរនោះទេប្រសិនបើអ្នកមិនរំលឹកឡើងវិញនោះម្យ៉ាងទៀតនេះក៏ជាវិធីក្នុងការស្ទាបស្ទង់ទៅលើខ្លួនឯងដើម្បីដឹងថាអ្នកយល់បានប៉ុន្មានភាគរយពីខ្លឹមសារទាំងនោះ2រៀបកាលវិភាគរំលឹកដើម្បីឲ្យចងចាំខ្លឹមសារមេរៀនឲ្យបានយូរអង្វែងវាពិតជាត្រូវការពេលវេលាយូរណាស់ដូច្នេះអ្នកត្រូវរំលឹកឲ្យបានទៀងទាត់និងព្យាយាមពិនិត្យឡើងវិញទៅតាមកាលវិភាគដែលបានកំណត់3ធ្វើតេស្តខ្លួនឯងរាល់ពេលដែលអ្នករំលឹកមេរៀនអ្នកគួរតែធ្វើតេស្តដោយខ្លួនឯងដើម្បីដឹងថាខ្លឹមសារណាខ្លះដែលអ្នកយល់និងចងចាំបានល្អហើយខ្លឹមសារណាទៀតដែលអ្នកនៅមានភាពខ្វះខាតដើម្បីយកទៅពង្រឹងបន្ថែម4បង្រៀនអ្នកដទៃការយកចំណេះដែលខ្លួនមានទៅបង្រៀនអ្នកដទៃក៏អាចធ្វើឲ្យអ្នកចងចាំបានព្រោះអ្នកមិនបានកប់ទុកចំណេះនោះចោលម្យ៉ាងវិញទៀតវាជាការរំលឹកតាមរយៈការផ្ដល់ឬចែករំលែកទៅកាន់អ្នកដទៃតែម្ដងហើយអ្នកក៏អាចដឹងនៅចំណុចខ្វះខាតរបស់ខ្លួនដើម្បីយកទៅអភិវឌ្ឍបន្តដែរ5មិនត្រូវសម្រុករំលឹកនោះទេការរំលឹកមេរៀនមិនត្រូវធ្វើឡើងសម្រុកគ្នានោះទេអ្នកត្រូវចេះបែងចែកពេលវេលាឲ្យបានល្អជាក់ស្ដែងពេលដែលគៀកថ្ងៃប្រឡងសិស្សមួយចំនួនតែងចាប់ផ្ដើមរំលឹកមេរៀនទាំងដែលមេរៀនទាំងនោះពួកគេមិនធ្លាប់រំលឹកពីមុនមកឡើយជាលទ្ធផលវាក៏បង្កទៅជាបញ្ហាតានតឹងដោយសារតែពួកគេមិនអាចទទួលនិងចងចាំព័ត៌មានដ៏ច្រើនទាំងនោះក្នុងពេលតែមួយនោះទេ